ប្រធានាធិបតីស៊ីរីអបអរសាទរការដកប្រទេសខ្លួនចេញពីបញ្ជីភារវកម្មរបស់អាមេរិកដើម្បីបើកផ្លូវស្ដារសេដ្ឋកិច្ចឡើងវិញប្រធានាធិបតីស៊ីរីលោកអាមេតអល់សារ៉ានៅថ្ងៃអង្គារបានសម្ដែងការអបអរសាទរចំពោះការសម្រេចរបស់សហរដ្ឋអាមេរិកនៅក្នុងការដកប្រទេសសេរីចេញពីបញ្ជីរដ្ឋឧបត្ថម្ភភារវកម្មដែលនេះជាការបោះជំហានដ៏សំខាន់នៅក្នុងការបន្ធូរបន្ថយទណ្ឌកម្មដើម្បីជំរុញការកសាងនិងស្ដារប្រទេសឡើងវិញក្រោយសង្គ្រាមនេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិនៅថ្ងៃអង្គារទី25ខែសីហាឆ្នាំ2026ថ្លែងនៅក្នុងសន្ទរកថាជាមួយលោកសារ៉ាបានគូបញ្ជាក់ដូចនេះថាថ្ងៃនេះប្រទេសសេរីបានលុបលាងនៅស្នាមប្រឡាក់ដ៏ខ្មៅងងឹតនិងបានបិទបញ្ចប់ទំព័រប្រវត្តិសាស្ត្រដ៏ឈឺចាប់ដើម្បីឈានទៅរកមាគ៌ានៃការអភិវឌ្ឍការកសាងនិងការស្ដារប្រទេសឡើងវិញលោកប្រធានាធិបតីក៏បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំព្រមទាំងបណ្ដាប្រទេសជាមិត្តទាំងអស់ដែលបានឈរនៅក្បែរនិងគាំទ្រដល់ស៊ីរីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនគឺជាការលុបចោលនៅការចាត់ថ្នាក់ដែលមានអាយុកាលរាប់ទសវត្សរ៍ភ្ជាប់ដោយការរឹតបន្តឹងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរហើយត្រូវបានចាត់ទុកថាជាការបោះជំហានឆ្ពោះទៅរកភាពកក់ក្ដៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ទាប់ពីការដួលរលំនៃរបបដឹកនាំរបស់លោកបាសាអាសាតកាលពីឆ្នាំ2024រដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលអាមេរិកលោក Scott Bessent បានបញ្ជាក់ថានេះជាវិធានការមួយដែលនឹងជួយជំរុញការវិនិយោគបន្ថែមនៅក្នុងប្រទេសស៊ីរីដើម្បីលើកកម្ពស់ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចគូបញ្ជាក់ថាក្រសួងរដ្ឋាភិបាលអាមេរិកក៏បានសង្កត់ធ្ងន់ផងដែរថាការដកចេញនៅការរឹតបន្តឹងលើប្រទេសស៊ីរីមិនធ្លាប់ផ្លាស់ប្ដូរជំហររបស់សហរដ្ឋអាមេរិកនៅក្នុងការប្រឆាំងនឹងអំពើភេរវកម្មសកលនិងការបដិញ្ញាចិត្តក្នុងការនាំយកជនបង្កអាក្រក់នៅស៊ីរីមកទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយកាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមក្នុងមួយថ្ងៃឬប្រហែល1ស្លាបព្រាកាហ្វេមានន័យថាបានកាត់បន្ថយការស្លាប់និងពិការភាពដែលបណ្ដាលមកពីជំងឺបេះដូងនិងគ្រោះថ្នាក់សរសៃឈាមខួរក្បាល